នេះគឺជាទស្សនៈរបស់យុវជននារីសម័យថ្មីក្នុងការជ្រើសរើសគូស្រករតើគាត់យល់ឃើញមិនរេជនីយល់ឃើញថាការសម្រេចចិត្តជ្រើសរើសគូស្រករគួរតែកើតឡើងតាមរយៈបេះដូងរបស់ខ្លួនឯងផងនិងការពេញចិត្តរបស់ឪពុកម្ដាយផងក៏ប៉ុន្តែឪពុកម្ដាយត្រូវតែមានអតិភិបធំជាងចិត្តខ្លួនឯងតារាយល់ឃើញថាបើសិនជាខ្ញុំស្រឡាញ់គ្នានិងចង់រៀបការជាមួយនារីណាម្នាក់ខ្ញុំនឹងណែនាំនារីនោះទៅកាន់គ្រួសាររបស់ខ្ញុំក៏ប៉ុន្តែប្រសិនជាឪពុកម្ដាយរបស់ខ្ញុំពុំពេញចិត្តជាមួយនឹងនារីនោះខ្ញុំនឹងព្យាយាមកាត់ចិត្តហើយឈប់តាក់ទងជាមួយនឹងនារីម្នាក់នោះតែម្ដងរចនាយល់ឃើញថាយើងពុំអាចមានអ្នកដោយដើរតាមតែចិត្តខ្លួនឯងពុំមានការព្រមព្រៀងពីគ្រួសារបាននោះទេម្យ៉ាងទៀតឪពុកម្ដាយរបស់យើងមានបទពិសោធន៍ច្រើនជាងយើងដូច្នេះហើយការសម្រេចចិត្តរបស់ពួកគាត់ប្រាកដជាមានហេតុផលត្រឹមត្រូវល្អជាងភារមយល់ឃើញថាការយល់ព្រមពីគ្រួសារក្នុងការជ្រើសរើសគូស្រកររបស់យុវវ័យត្រូវតែចេះស្រឡាញ់មនុស្សណាដែលស័ក្តិសមនឹងយើងគ្រួសារយើងក៏ពេញចិត្តផងដែររីកាយល់ឃើញថាត្រូវជ្រើសរើសមនុស្សម្នាក់ដែលមានលក្ខណៈសម្បត្តិល្អជាមនុស្សដែលអាចដើរជាមួយយើងពេញមួយជីវិតបានហើយពុំចាំបាច់ទទួលការយល់ព្រមពីគ្រួសារនោះឡើយសម្រាប់ខ្លួនខ្ញុំផ្ទាល់ក្នុងការជ្រើសរើសគូស្រករគឺជ្រើសរើសមនុស្សដែលស័ក្តិសមជាគូជីវិតដោយឡែកយើងពុំគួរលើកកត្តាគ្រួសារវងត្រកូលរបស់គេខ្លាំងពេកនោះទេកក្កដាយល់ឃើញថាប្រសិនបើឪពុកម្ដាយនាំនរណាម្នាក់មកឲ្យយើងមើលហើយពួកគាត់ពេញចិត្តចង់បានជាកូនប្រសារយើងក៏គួរតែឲ្យពួកគាត់ទុកពេលឲ្យយើងសិនដើម្បីឲ្យយើងបានស្វែងយល់ចិត្តគ្នាមុនរៀបការហើយយើងពុំគួររៀបការជាមួយមនុស្សណាម្នាក់ដែលយើងមិនពេញចិត្តឬក៏យើងមិនស្រឡាញ់នោះឡើយសីហាយល់ឃើញថាយុវវ័យជ្រើសរើសគូស្រករអាស្រ័យលើចិត្តនិងបេះដូងរបស់យើងជាងការចាំឲ្យឪពុកម្ដាយជាអ្នកសម្រេចឲ្យជាការពិតណាស់ឪពុកម្ដាយគឺជាអ្នកមានគុណក៏ប៉ុន្តែមិនមែនមានន័យថាយើងត្រូវតែធ្វើតាមពួកគាត់រហូតនោះទេខ្ញុំនិយាយបែបនេះក៏មិនមែនមានសេចក្តីថាខ្ញុំជាកូនអកតញ្ញូនោះទេក៏ប៉ុន្តែការជ្រើសរើសគូស្រករគឺជាអ្នកដែលយើងរស់នៅជាមួយពេញមួយជីវិតមិនមែនឪពុកម្ដាយរបស់យើងនោះទេបើសិនជាយើងត្រូវរងគ្រោះដោយសារតែយើងរស់នៅជាមួយមនុស្សខុសតើអ្នកណានឹងមកទទួលខុសត្រូវដឹងឮរឿងរបស់យើងក្រៅតែពីខ្លួនយើងត្រូវរកមនុស្សណាដែលល្អគ្រប់គ្រាន់សម្រាប់រូបយើងនិងស្រឡាញ់រូបយើងហើយធ្វើខ្លួនឲ្យល្អសម្រាប់គេនិងស្រឡាញ់រូបគេវិញទៅគឺបានហើយពេលយើងទាំងពីរមានសមត្ថភាពគ្រប់គ្រាន់ហើយយើងអាចរៀបការនិងរស់នៅជាមួយគ្នាការបង្ខំឬហាមឃាត់នរណាម្នាក់ក្នុងការជ្រើសរើសគូស្រករគឺជាការរំលោភបំពានលើសិទ្ធិមនុស្សនិងខុសច្បាប់